ngồi tức đai mà chứ đâu ọt tức chứ đâu chứ hai mến chứ hai mến mình thiên ngồi ôi lỗi mày hay mấy tôi che đây che đây che thì chứ hiên lên đã anh ấy bị muốn chỉ tôi tới cái miếng carbon này bằng hồn tại là sang ngày nàyคือcarbon mà chạy bay bạc tí ở hải trời ơi mình vậy chỉ carbon mến carbon bay bạc hay nè phải bay tí ở hải lên miếng nhiêu mến rồi hay máu chi để bà carbon khô vậy nè nhưng trong mơ tôi phải bị lên tí cho tí bằng hồn thôi mà phí rồi bóng scan ai các bạn này số trăm ta off man đợt làm á trăm lên chú bao nhiêu chạm tâm trạng rồi môi cho anh mày nhọn chặt một bao nữa học một bao bảo cần để chi tam phơi lịch bay nhỉ và tai về lẽ chi tam lang ta phơi lịch môi ok là nhom chun bao giờ có thể chặt sang thì sẵn của mấy nhom chặt total nhom tờ lọp chặt total tại có cho tờ lọp chặt cào tay trắng trang chun có thể chặt cào tay trái bằng dương chành lạng tập phơi hàm phở tập tam phơi nông sụp bự bằng bồn của xa trip lượng ní cứ dương tờ lấy ô xong pi dục tập nạn ở xong stay chẳng nó hay lợi ní nhau đo là nì vungวิชิไลแปรมันในวงเดี๋ยวเอาตอนยามไม้ประเกศกับปัจจุบันกูแต่ยามไม้ในสลาซอเฮเนี่ยแต่ยังช่างเชนกลายคล่องจำตื่ยามจังนะเนี่ยก็ไหลใบใบจังนะจนจังหอบนั่งหายหอบเหรอđể mà tha hộp này hái hộp bao giờ bài sâu bài dương nhâm gặp một nè nè này bài lại món bài nữa đôi chưa ăn miền
ដូចអត់មានអីទេបងឆ្លាយយ៉ាងហូបកាទៀវមែនខ្ញុំព្រឹកឡើងជាទូទៅខ្ញុំអត់សូវហូបអីទេខ្ញុំតធ្វើថ្ងៃខ្ញុំត្រូវជំនាន់ពីនៅខាងក្រៅបានហ្នឹងហើយចឹងក៏បានដែរអាលាក់អណ្ដែលក៏ប៉ាត់ចេះជីឆ្នាំនោះអត់ត្រូវខ្ញុំដូចបងប្អូនមួយចំនួនធ្លាប់ដឹងអញ្ចឹងគឺខ្ញុំពេលព្រឹកគឺយ៉ាប់ហ្មងតម៉ោង9មកអីបានអាចហូបបានព្រឹកពេកពិបាកលេបមិញថាជិះផ្លូវលេខ3ឥឡូវជិះវិផុតមិនមកផ្លូវលេខ3ដែរឡែជិះនិយាយជិះនាំមកសាលាមកផ្លូវលេខ3ដែរតែឥឡូវជិះផ្លូវហ្នឹងហ្មងទៅបាត់នេះសិនមកតែពីរអ្នកសោះលេងចាក់សាំងខុសគ្នាផ្លូវលេខ3នេះវាខូចបងប្អូននិយាយទៅអត់ដឹងកាលមិនធ្វើហើយនិយាយចេះហ្មងមិនដូចនិយាយថាអត់ធ្វើយើងនិយាយថាធ្វើតែធ្វើដឹងកាលហើយអត់ឃើញជាងធ្វើបងនេះចឹងជួយ pasta មានអីទៀតដាក់ដឹងចេះ3កន្លែងអញ្ចឹងវាចាក់សាំងនិយាយម៉ូតូចាក់វាការ៉ាស់ចេញយកឯមួយខ្ញុំតតូតល់បានចាក់តែគាត់ថាបើយើងចេញទ្រីបចេះអត់អីស្អីក៏ចាក់បានតែគាត់ថាយើងចេញពីក្នុងខេត្តអញ្ចឹងយើងចាក់របស់ដែលយើងតែងតែចាក់ទៅហើយបងសិលាគាត់ចាក់កាល់តិចអញ្ចឹងគាត់ត្រឡប់ចាក់កាល់តិចខ្ញុំអត់ដែលដឹងថា pasta មាននេះមួយទៀតចុយបាត់ដំបងចឹង3កន្លែងបាត់ដែរប៉ុន្មានលីត្រចុយកៅអីលយចុយកៅអីទៅបានកាហ្វេបាត់ហើយហ្នឹងនេះ coffee ផ្លាកលេខស្រៀបបាញ់ទុកធ្វើផោះតាំងមែនហ៎ជីមកហ្នឹងតោះឥឡូវយើងបន្តដំណើរទៅមុខទៀត
ចេញពីក្រុងដល់ហើយមួយសិនយើងអីយ៉ាដល់ផ្លូវតែភ្លើងស្មានហ្នឹងអត់មានតែភ្លើងមកចំពេលអាផ្លេសភ្លើងឆ្លងកាត់ទៀតអែហ្មងឥឡូវដូចបងប្អូនបានឃើញអញ្ចឹងនៅមុខខ្ញុំនេះគឺមានភ្នំមួយនៅចំពីមុខផ្លូវហ្មងយើងមើលតាមពីអញ្ចេះណាមានន័យថាយើងជិះឲ្យមើលអញ្ចេះណាហើយភ្នំហ្នឹងគឺជាភ្នំសពៅនឹងឯងបងប្អូនផ្លូវភ្នំវិញណាយើងមើលទៅចំយើងជិះចំបុកចំពីមុខភ្នំហ្មងតែដល់ពេលយើងជិះមកដល់ចិត្តភ្នំអត់ទេគឺគេផ្លូវគេវៀងម្ដងតិចអញ្ចឹងណាដល់ពេលមកដល់ភ្នំយើងជិះពីជារៀងភ្នំបណ្ដោយហើយតាមពិតទៅជិះនេះខ្ញុំមិនដឹងថាទាំងអស់គ្នាមានប្រហែលអ្នកទេព្រោះសារខ្ញុំចេញទៅក៏ពិតខ្ញុំត្រូវចេញពីបាត់ដំបងនេះតែឯងទេប៉ុន្តែដោយសារខ្ញុំមានមិត្តភក្តិម្នាក់ដែលគាត់ឡើងមកពីពេញហ្មងណាអញ្ចឹងយើងចេញពីបាត់ដំបងនេះគឺទៅ2នាក់ហើយពីម៉ូតូ2នាក់ហើយពីម៉ូតូហើយចំណែកអ្នកពីខាងពេញផ្សេងទៀតខ្ញុំមិនដឹងថាប្រហែលអ្នកទេព្រោះខ្ញុំមិនបានសួរអត់បានចូលក្រុមគេព្រោះដោយសារយើងអត់តច្បាស់អញ្ចឹងណាដល់គៀកថ្ងៃបានយើងច្បាស់យើងចេញមកតែបបួលគាត់មកដែរនិយាយទៅខ្ញុំមកនៅបាត់ដំបងមួយឆ្នាំកន្លះហើយបានគាត់មកលេងខ្ញុំ3ដងហើយនេះបងប្អូននំសពៅអញ្ចឹងដូចបងប្អូនឃើញអញ្ចឹងនៅស្ថានភាពនៅស្រុកយើងគឺការចរាចរណ៍គឺបែបហ្នឹងហើយបងប្អូនអាចឃើញនៅមុខនោះមានម៉ូតូខ្ញុំជិះឲ្យបងប្អូនមើលនេះតើគាត់ដឹកនំដឹកអីអូសពីងសពងមួយយ៉ាងដែរហើយខាងមុខនោះបងប្អូនឃើញមានភ្នំមួយទៀតភ្នំហ្នឹងគឺភ្នំកពើនិយាយទៅភ្នំកពើហើយភ្នំសពៅវាជាប់តាក់ទងគ្នានៅក្នុងរឿងព្រេងនិទានខ្មែរយើងណាបើយើងនិយាយដល់រឿងព្រេងនិទានហ្នឹងគឺជារឿងកពើអាធន់រឿងនាងលំសាយសក់អញ្ចឹងក្នុងសាច់រឿងហ្នឹងគឺមានតួអង្គកពើបាទប្រហែលជា5គីឡូ10គីឡូហ្នឹងក៏
ជួបផ្សារស្ដៅនៅឆ្ងាយទៀតដល់ព្រោះសារយើងកម្រងទៅហូបបាយនៅផ្សារស្ដៅបាយព្រឹកខ្ញុំចាំបានកាលពីខ្ញុំនៅក្មេងនៅទូចធ្លាប់មកនៅស្ដៅនេះបានតែជាមួយឆ្នាំដែរតែអត់ចាំទេដឹងតែនៅពេលហ្នឹងគឺព្រៃខ្លាំងមែនតើឆ្នាំអាចថា2000អីចឹងអីឬក៏អាច99ទេផងមិនដឹងអាចចន្លោះ99 2000 2001អីហ្នឹងឯងហើយគឺពេលហ្នឹងគឺស្ដៅនេះគឺសិតតែព្រៃហ្មងហើយសិតតែមីនចំការមីនអញ្ចឹងនិយាយទៅរស់នៅជាមួយចំការមីនហ្មងយើងរស់នៅមួយចំការមីនតែធ្វើមកជីវភាពខ្វះខាតអីចឹងណាហើយត្រូវបង្ខំចិត្តមករស់នៅអញ្ចឹងហើយឥឡូវនេះអភិវឌ្ឍច្រើនបងប្អូននិយាយទៅមនុស្សរស់នៅអ៊ូអរកកកុញហ្មងឥឡូវយើងចូលផ្សារស្ដៅតិចជិះមើលលេងឥឡូវជិះមើលលេងថាមានអីហូបទិញហូបហ្នឹងតោះនៅនេះគេដាក់ផ្សារដំណាក់ស្ដៅអញ្ចឹងណាបងប្អូនមិនដឹងមានអីហូបទេបងប្អូនព្រោះដោយសារតែអត់ដែរមកដែរធ្លាប់មកម្ដងមិនមែនអត់ដែរមកសំទោសខ្ញុំចង់និយាយថាយើងអត់រស់នៅនេះអញ្ចឹងយើងមិនសូវដឹងតែចង់មកដល់ហើយចង់ចូលក្នុងផ្សារតំបន់យើងអញ្ចឹងណាយើងអាចមិនឈប់ម៉ូតូចូលតែយើងជិះឆ្វែលលេងមើលអញ្ចឹងណាមាននំប៉័ងសាច់បន្លែផ្លែឈើក្នុងតំបន់ណាក្នុងស្រុកអានេះនំបញ្ចុកនំខ្មែរច្រើនណាស់នេះក្រូចខ្លងមានអីទៀតមកអែមយ៉ាបងតោងសរោមអញ្ចឹងហ្មងនេះនំប៉័ងប៉ុណ្ណាណៃតែនិយាយបងសាឡាមើលទៅអត់មានអីហូបផងមិនមាននំបញ្ចុកខាងណាអត់ទេអីក៏បានបងសាឡាហូបអីគេឥឡូវខ្ញុំព្រឹកឡើងអត់សំខាន់ទេចង់តោះឥឡូវបាត់ទៅខ្ញុំឃើញនំប៉័ងមែននំប៉័ងធំប៉ុណ្ណាណៃឃើញខ្ញុំនឹកអនុស្សាវរីយ៍កាលពីក្មេងៗសម័យហ្នឹងនំប៉័ងសម្បូរនំប៉័ងអញ្ចឹងអូមាននំខ្មែរបងប្អូនសិននំខ្ញុំឃើញបាយជ្រាបមិញតំណងបាយជ្រាបអានេះគាត់មានបបរអានោះបញ្ចុកអានេះគាត់មានបបរមានអីតែបងស្ដាយហូបអីគេចាបងនិយាយបងស្ដាយចង់ហូបអីគេខ្ញុំព្រឹកឡើងអត់អីអត់សំខាន់ទេហូបនិយាយអត់បងស្ដាយហូបអីខ្ញុំអាចទិញអីតិចតួចមកញ៉ាំបានតែឥឡូវបងស្ដាយចង់ហូបអីគេស្រួលតែក្នុងនំមិញតាបាត់ខ្ញុំចូលទិញនំខ្ញុំទិញបាយទ្រាបតិចសិនព្រោះខ្ញុំចង់ហូបបាយទ្រាបអូនេះសិននំបញ្ចុកនំអីតែនំបញ្ចុកសាងាយមិនញ៉ាំហើយចង់ចូលផ្សារហ្នឹងដោយសារខ្ញុំចង់ចូលថតផងទេចង់ចូលថតពីទស្សនវិជ្ជាផ្សារក្នុងតំបន់គេចឹងណា
vô nôm triệp mùi xanh nhom triệp mùi quá bụng Triệp á? bạn Từ muối hả? mùi chị nhầm ấy xì mán không Cô ăn không? tao ô sóng bỏ tăng Châu hả? bạn nhung bà bà riêng bánh ha pe prek năng mỏ ha pe prek to tao phải riêng cream ấy chẳng á năng ai tại riêng chơi hier đó này chui cái mơ khơi điện nhưng mà nhát ban chả vào làmของmình từ cổng qua đâyมีกี่ครั้งมันมีกระเตียวมีขึ้นมีเสียกระเตียวใส่โก้แต่อยู่ประหัตนะเอาคุณไอ้ย่าตุ่มโน่งไหมไอ้บางคนจับกับจานอะไรแค่กับปุกจะยัดเดี๋ยวลองไหมnhung đời sáng nhưng mà chơi sạch nhưng mà chơi bát chân như miền làm chấm luôn buôn chấm nặng để nhớ miền sạch cô sạch ta nhưng mà tôi tới mình thay mấy không đặt thành một tê các bạn nó mình dán nó cặp quét tới tốt mình soi trong một tê không mình soi trong này ô cái trà thật tục mình các số quan trọng nhỉ mình này đặt lên đường bàn mình được thọt cho nó cái mờ mục bông phum đi kha phum đau mẹ đau nước chua phum mẹ chua khùng phum đau đây không đằng ta hao đau đằng thập phum mà khùng đằng là sốc và tao làm mình đôi rồi bận nhóm bắt bọn qua phim bình mà có nhưng mình đã bắt bọn rồi nhưng có tâm làm mình đâu được chứ cho bán chỉ cảnh tôi đăng rồi mình không hỏi à cô à anh ấy xét mình nào chuyện này cái chọc đi bỏ con không ai chứ bỏ anh ấy mẹ biết khám đi anh ấy ai biết tham lên anh ấy khám lên con là cây con là cây ai biết tham lên
cô ấy ô sắt slab đấy hay chúng là cô à cô mi à cô mi à khai bán mới mẹ ôi khám ạ bà chơi chết chân mấy chẳng miếng tắc đau thông ảnh nhưng sống đau thông mũi cũng bà là ngày giờ thì ấy học quân vậy tới សំខាន់តម្លៃគាត់គាត់មានចាំផ្សេងបងប្អូននេះហើយថាតកូនក្មេងហៅវាឆ្លើយនិយាយទៅគេជួយចាត់កូនក្មេងអូគេសុំជាទៀត សំខាន់ទៀតទេ ពីថ្ងៃមួយទឹកទៀតពីថ្ងៃមួយទឹកម្ដង អេកូមីកូមីអានេះគេអានេះវាស៊ីចំណីគ្រាប់ទេប៉ុន្តែនេះវាលេងជាមួយនឹងម្ចាស់គាត់គេដាក់នេះឲ្យវាគេឲ្យគេlemon cross បើទៅបាត់ទៅជប់ស្លឹកគ្រៃនេះឲ្យវាស៊ីស្លឹកគ្រៃលេងលៀបបាទតែថ្ងៃនេះខ្ញុំទៅអូសោមខ្ញុំទៅលេងអូសោមបាទទៅសោមស្តេបាទផ្លេចយកស្អាតបាទអរគុណច្រើនបាទខ្ញុំផ្ដោតលើ page YouTube ប៉ុន្តែ Facebook ខ្ញុំសេរី SEREI មិញចូលហូបបាយកន្លែងគាត់នេះអូខេតោះឥឡូវមិញខ្ញុំថាចាំផ្លូវដល់ផ្លូវលេខ10ចាំថតតែខ្ញុំថតតាមផ្លូវនេះបន្តិចសិនហើយចាំដល់ផ្លូវលេខ10អាហ្នឹងខ្ញុំថតវាលម្អិតបន្តិចព្រោះដោយសារតាមផ្លូវលេខ10ជាលេខ10ហ្នឹងស្អាតណាទេសភាពណាបាយនេះកូនក្មេងអូក្មេងគេបាននំម៉ាកៅmarketing sale ខាង sale លក់អីគេបានមើលយ៉ាអីសៃតែវងមកមុនតាអីសៃនេះគេលោយើងចង់ចូលបច្ច័យចូលអីចឹងណាបងប្អូនមិនបានដកអត់បានត្រៀមមិញស្មានក៏ប៉ាត់ស្មានតែគេដង្ហែទិញម៉ងអីតែក៏ប៉ាត់មានណានៅគេឈរនៅមុខឆ្លងទ្វារវត្តចឹងណាហើយគេដាក់អាចអង្គាសបច្ច័យអីចឹងណាបងប្អូនហើយខ្ញុំក៏មិនបានចាប់អារម្មណ៍ហើយដល់ចឹងយើងអត់បានឈប់ដកលុយដកអីចឹងណានិយាយទៅផ្លូវចាប់ពីនេះទៅវាចាប់ផ្ដើមស្អាតតែតាមផ្លូវអញ្ចឹងណាបងប្អូនវាមានផ្លូវរាងតិចកង់ច្រើនហើយមានចំការមានអីចឹងទៅទេសភាពវាស្អាតតាមនឹងដែរអញ្ចឹងណាបងប្អូនតែដោយសារថ្ងៃនេះវាមេឃអត់បើកថ្ងៃទេបងប្អូនមេឃស្អាតអញ្ចឹងណាហើយមួយទៀតវាអត់ភ្លៀងពីល្ងាចវាក៏ព្រឹកមិញអីបើសិនជាភ្លៀងពីល្ងាចភ្លៀងពីអីអានោះទេសភាពវិញកាន់តែស្អាតហ្មងស្រស់អំប្រងហើយមានពពកមានអាប់អីចឹងទៅតែដល់ពេលអានេះវាគ្រាប់មេឃសតុំយើងស្រួលធ្វើដំណើរយើងអ្នកជិះម៉ូតូចេះពេលអត់ក្តៅចេះវាស្រួលជិះដែរអញ្ចឹងណាបងប្អូនតែគាត់ថាទេសភាពវាចាញ់អាពេលភ្លៀងហើយឬក៏មេឃបើកថ្ងៃពេលភ្លៀងរួចវាបើកថ្ងៃស្រឡះអីចឹងណាបងប្អូនមានភ្នំពីក្រោយហើយកាលនេះមានស្ទឹងមានអីចឹងណាហើយខាងមុខនេះអូភូមិនេះគេភូមិស្រែស្ដៅបងប្អូនឥឡូវឃើញឆ្កែចង់ខ្លាចហ្មងខ្ញុំទៅបុកឆ្កែកាទ្រីបមុនហ្នឹង
បោកដួលព្រុសយកហ្មងបាទឥឡូវយើងនៅលើផ្លូវលេខ10នេះចាប់ពីតានេះទៅគឺស្អាតហ្មងនិយាយទៅផុតភូមិគេបន្តិចទៅគឺទេសភាពតាមផ្លូវគឺស្អាតបើយើងមានប្លង់ដ្រូនពីលើក៏ស្អាតដែរបងប្អូននិយាយទៅគឺស្អាតដែរផ្លូវនេះតែឥឡូវយើងទៅមើលវិទិដ្ឋភាពតាមផ្លូវទាំងអស់គ្នាអញ្ចឹងណាបងប្អូនចាប់ពីនេះទៅខ្ញុំអាចនឹងថតច្រើនបន្តិចហើយតាមផ្លូវព្រោះសារខ្ញុំស្ដាយទេសភាពអញ្ចឹងណាមកឲ្យចង់បង្ហាញចង់ថតជូនបងប្អូនទស្សនាពីតាមផ្លូវទិដ្ឋភាពតាមផ្លូវវាស្រស់ស្អាតបែបម៉េចអីបែបម៉េចអីអញ្ចឹងណាអានេះយើងចាក់ទៅសំឡូតថ្មីបងប្អូនបងប្អូនអាចឃើញអញ្ចឹងគឺទេសភាពញាក់មកដោយសារខ្ញុំជិះម៉ូតូវាលបឿនគួរសមដែរវាមិនលឿនពេកមិនយឺតពេកអញ្ចឹងអាចនឹងមានខ្យល់ដោយសារតែមួកខ្ញុំវាមិនសូវជាហឹបពេកប៉ុន្មានតែយើងប្រើមួកធូអញ្ចឹងណាអញ្ចឹងទៅវាអត់ការពារខ្យល់បាន 100% ល្អដូចមុខគេថ្លៃទេអញ្ចឹងខ្យល់វាចូលដែរអញ្ចឹងណានិយាយបដាមានសម្លេងខ្យល់បដាអីអញ្ចឹងទៅតែទោះយ៉ាងណាក៏មិនថ្មីដែរសំខាន់គឺទេសភាពទេបងប្អូនចាប់អារម្មណ៍ទេសភាពជាងអញ្ចឹងណាទេសភាពតាមផ្លូវចែកបងប្អូននៅខាងនេះពោតគេដាំពោតខាងនេះគឺដលងនេះបងប្អូននេះដលងតែខាងនេះដល់កន្លែងខ្លះវាដលងណាអញ្ចឹងមានដលងពោតអញ្ចឹងណានេះដូចជាស្ដែងចេះអីបងប្អូនឃើញអត់ដលងមីបងប្អូនហើយអានេះគេមានចំការចេកដែរនិយាយទៅចំការចេកនេះគឺគេមិនដាំចេកទាំងអស់ហើយមានន័យថាគេដាំអមសងខាងរកផ្លូវទៅឲ្យខាងក្នុងនោះគឺគេដាំពោតអញ្ចឹងណាបងប្អូននិយាយផ្លូវនេះឲ្យតែខ្ញុំជិះលើកណាក៏ខ្ញុំអត់សូវចង់ជិះលឿនទេបងប្អូនជិះតិចដោយសារតែទេសភាពវាស្អាតខ្លាំងហ៎អញ្ចឹងយើងគេហៅថាជក់ចិត្តដិតអារម្មណ៍ជាមួយនឹងទេសភាពតាមផ្លូវអញ្ចឹងណាអញ្ចឹងយើងជិះបែបជ្រៀតឈៀលអីអញ្ចឹងទៅហើយមកដល់ទៅនេះជាការធំវិញបងប្អូននេះគេមានដាំជាស្វាយចន្ទីហើយស្វាយធម្មតាអញ្ចឹងណាបងប្អូនស្វាយកែវល្មៀតចំការខ្លះទៅស្វាយចន្ទីចំការខ្លះស្វាយកែវល្មៀតអញ្ចឹងទៅមកដល់ខាងនេះគឺឃើញស្វាយចន្ទីវិញបងប្អូននេះនេះស្វាយចន្ទីតែស្វាយចន្ទីនេះច្រើនឆ្នាំហើយមើលទៅធំមកហើយមិនស្រួល10ឆ្នាំអីល្បាណាហើយខាងនេះក៏ស្វាយចន្ទីដែរអញ្ចឹងណាបងប្អូននិយាយទៅស្វាយចន្ទីប្រហែលមួយឆ្នាំអីចុងក្រោយនេះគឺហាងឆេងគាត់បានមួយឆ្នាំ2ឆ្នាំចុងក្រោយណាតែបើស្វាយកែវល្មៀតចប់ហ្មងខ្ញុំមានស្វាយកែវល្មៀត7ហិកតាដែរនៅខាងខេត្តឧត្តរមានជ័យណាបងប្អូនខាងគេហៅតាពាំងប្រាសាទតែចប់ហ្មងទុកចោលរាល់ឆ្នាំធ្លាក់ចោលហ្មងទុកចោលហ្មងមកដល់ខាងនេះគឺគេមានដលងអីចឹងទៀតដែរដលងពោតនិយាយទៅដលងពោតទៅបងប្អូនអត់សូវចង់ជិះលឿនទេមកដល់ទេសភាពបែបនេះគឺវាស្ដាយយើងស្ដាយទេសភាពអញ្ចឹងណាបងប្អូនចេះតែចង់ជិះតិចលេងឈៀលអីចឹងទៅតែមកភ័ក្រខ្ញុំនោះដល់មុខហើយដល់ណាណីបាត់ហើយសុទ្ធយកវាទេសភាពចំការឲ្យភ្នំអញ្ចឹងវាស្អាតបងប្អូនចេះស្ដាយយើងចង់ឲ្យបងប្អូនដែលគាត់អត់ធ្លាប់មកជិះផ្លូវនេះឃើញពីសម្រស់ផ្លូវនេះដែរអញ្ចឹងណាបងប្អូនព្រៃរំជែក1គីឡូទៀតដល់ព្រៃរំជែកហ្នឹងបងអានេះគេមានកុងត្រូលអីទៀតអត់ដែរចាប់អារម្មណ៍ហ្នឹងកុងត្រូលអីគេបងប្អូនមិនមែនណាបកគោលអីតែខ្ញុំស្មារតីកុងត្រូលនេះបងប្អូននេះបកគោខ្សែភ្លើងសោះហ្នឹង
ជាក់ស្រួលណាបងប្អូនអូមិញផ្លេចថតទេសភាពនេះជូនបងប្អូនទស្សនាមិញអូស្អាតខ្លាំងវាស្អាតអាប់ដូចមេឃចង់ទៅភ្លៀងអីផងមេឃនេះទេសភាពចេះអូស្អាតណាបងប្អូនអើយមួយឆ្នាំតើបងប្អូនជិះដែលជួបទេសភាពស្អាតបែបនេះប្រហែលដងដែរអញ្ចឹងណាបងប្អូនសម្រាប់ខ្ញុំជាអ្នកដើរអញ្ចឹងខ្ញុំអាសាជួបពីទស្សនភាពទេសភាពស្អាតអញ្ចឹងណាបងប្អូនប៉ុន្តែឃើញអញ្ចឹងនៅតែស្រឡាញ់នៅតែចូលចិត្តនៅតែសប្បាយចិត្តឃើញទេសភាពស្អាតអញ្ចឹងណាជិះទៅរំបងប្អូនដែលយូរដែលមានបែបបានឆ្លងកាត់តាមស្ថានភាពផ្លូវបែបនេះហើយអមសងខាងផ្លូវនៅដល់ក្នុងភូមិនេះគឺគេមានបងប្អូនអាចឃើញគឺដើមកង្កោកគេដាំដើមកង្កោកដែលអ្នកខ្លះគាត់ហៅថាសេកបងប្អូនប៉ុន្តែអានេះសម្រាប់ខ្ញុំហៅវាកង្កោកអញ្ចឹងណាដើមកង្កោកហើយមើលទៅសភាពបងប្អូនអូស្អាតខ្លាំងណាស់បងប្អូនអើយនេះស្អាតទេនេះបើសិនជាអ្នកមកយូរមកម្ដងគឺស្អាតហ្មងជិះតាមផ្លូវអូជាសบายតែឥឡូវវាចាប់ដើមលឹមតិចទេបងប្អូនទៅជិះតាមផ្លូវចេះហ่ะបើអត់មានភ្លៀងមិនកើតតើមានភ្លៀងអញ្ចឹងណាវាក៏ជួបភ្លៀងទេព្រោះដោយសារតែផ្លូវចេះវាជាបំផុតពីមានភ្លៀងមានអីអញ្ចឹងណាតាមផ្លូវពួកខែនេះខែចូលដល់ខែភ្លៀងដែរយើងថ្ងៃហ្នឹងថ្ងៃទី21ខែ8ឆ្នាំ2026និយាយទៅនៅពេលដែលយើងចូលមកដល់ក្នុងភូមិចេះវាបាំងទេសភាពខ្លះអញ្ចឹងណាអញ្ចឹងអត់សូវស្អាតទេភូមិយើងមើលទៅយើងមានអារម្មណ៍ថាដូចផ្លូវធម្មតាតែពេលដែលយើងផុតភូមិដែលមានប្រឡោះអាចមើលទេសភាពចេះបានណាវាស្អាតឃើញស្អាតអញ្ចឹងណានេះការលក់ដូរតាមស្រុកតាមភូមិដូចគាត់នេះជិះលក់មកអញ្ចឹងណាហើយផ្លូវគេលើកខ្ពស់ផុតពីនេះបងប្អូននេះដោយសារតំបន់នេះតំបន់ភ្នំទឹកបើមានក៏វាក៏តែទឹកភ្នំវាឆ្លងកាត់តិចតួចអីទេវាអត់អាចលិចលង់អីទេអញ្ចឹងណាបងប្អូនយើងឃើញដូចផ្លូវលើកខ្ពស់ផុតពីដីភូមិដីអីមែនតែជាក់ស្ដែងវាអត់នេះវាអត់លិចទេចាស់សំបាយបងប្អូនប្រជាពលរដ្ឋអីអញ្ចឹងណាគាត់ទឹកក៏តទឹកភ្នំវាឡើងមកវាកំភុកអីចឹងទៅវាក៏ហូរកាត់មកប្រាវអីចឹងទៅម៉ោង2ម៉ោងអាកន្លែងដែលចំផ្លូវមុខទឹកអីចឹងណាបងប្អូនអូនេះហាងកាហ្វេ
mà tới nơi nấy đôi chuyện tầm phliêng hỏi nơi khơi tan tật tam lọc ấy tùi chẳng khơi miền đọ tật đọi chẳng thời thì kèm phơi nó kêu miền tật cái lại phơi đại riêng cái lọc tích ấy vì miền tật chắc mới đây than nè một phần được chặt đại nó lại này cái anh chắc mới đây than với đôi tầm phliêng hỏi thì ai tham phliêng tật mạnh như thế ai tham màu pi màu môn thì có ai môn năng tích tùi thì chẳng nào một phần bong phần lý tranh theo ca vậy nhá. Ní vị trí lại có mơ sát tranh về điện ta thì trong xung đột trả cho ao mà đây thằng một miền nông bây giờ tới sát miền tây một hồn tại sự thiệp chế ha đây nhóm ăn vậy vì kháng đam chẳng mà cho năm dân ta vẫn bán chi cắt tại sự thiệp sát bài mình chế ha và mà đo ở trong tay nơi nâng khôm nâng sọc kê mỏ một hồn phần tái nè một hồn này trời nhớ cứ miền tây sự thiệp nông mày chẳng nã thôi nó nắng cứ fresh miền tây bây giờ vậy ta lắp thôi khỏi bên đọc năm một phải năm môn với nhé bọn con nơi chế cứ sau cuộc thiệp lõ chẳng phơi chất phơi cài hay đây vấn thành chẳng vua sớm nó viêm sâu stress sớm social media sớm internet đây thì hay bây giờ vậy mà chùm này ha vĩnh cứ những ở sân bao chi thì chi cái chi thom chi đại về mình chỉ chi cái họ đặt chi chemi nó bằng phòn chẳng thom mình nói những bao chi chemi chan về sau cả sầm nọ chemi nó là hay một chếtคือทั้งน้ำคือปลาคลั่งเหมือนแต่บอกว่าปลาคลั่งเท่ตั้งแต่พอได้บ้านเมาส์เวียดหนึ่งเวียดเทไม่ได้ทำเวียดหนึ่งโคตรขาดไอ้เจ้าในสากตาของพลานจานสัตว์อัดจึงไอ้จังเซ็งอย่างเต่จังก็ปลาทั้งน้ำจานจีจานทั้งน้ำจานจังน่ะไปให้จังมันจังสมัติแค่ให้ทางผลิตภัณฑ์เกษตรกรรมแต่กวาดผลิตมานั่นนะบอกว่าคือเวียนซอลเชียดที่มีได้พลานสกปรกนั่งไอวีประกอบนะให้มันใหญ่อยากหลายจังหวัดที่มัวได้ยำใหญ่ท้ายสมัยมุนเสือสเตรสน้องได้สร้างแต่เวียนเสือเมียนโซซอเมดีอ่ะพอจะไปได้ยังเมียนสมัยโซซอเมดีนี้จะไปได้ยังเมียนแกแต่บรรดาสังคมตะลุมตะลีไปเต้มันนึกบังหาเนี่ยมันนึกคลาพอดบางฮันเลือกปีการเปิดการตัวโชว์ออกเปย์อวดเปย์บางฮันเปย์ไอเปรียบเปย์อย่างรูปคือการเปรียบเทียบคะแนนเปย์นั่นเป็นแต่กว่าเปรียบเทียบคะแนนเปย์จังไปเธอไอ้มันนึกจังประกวดประเจนจังบ้านโดยเกจังบ้านเลยปีเอาไว้ดักโคลนกับปงตาเมียนปัจจุบันจังนั้นจังตั้งไปเธอไอ้สเตรสอยู่ตัววิตดีเพรสตัวไอ้การเจียปัญหาวิบัติเลยจัดไอ้จังแต่ชราสมมันท่าแต่มันนึกจักมันนึกทมมันนึกวีชราเดะขมเองดับหมกไผ่ชนะไหมจะปนเมียนจงหรือบาดตักจัดเมียนไหนอันนั้นสตักตาอ๋อนั่งเองvì ai thắc cả ta luôn dương thiệp phóng hay thì mua chếtคือmình nói chung vinh luôn chơi thật thiệp ở dương đó phục mặt đai bông ôn mặt thẹ rồi còn nhẹ là score rồi còn vậy đúng cứ sừng cung năng mỏng sừng cung nó với thơi mình nữ chơi thiệp á chơi thiệp này thấy bà thiệp từ ban lõ với mình ấy thiệp lẹ cả nãy tha với thơi stress luôn ai với thơi gì stress thơi ấy chứ á chẳng hay bạn cha tôi nơiการไปดำออกไปชนะมุนคือปัญหาสุขภาพก่อนออกจรบาเจียงอะไรปัญหาสุขภาพเลยจัดเลยกายคือเวียละอภาษาเวียอันอย่างท่ายึดฟักฮัดนองกาจีกดกงจีบเพียบขลักได้ปันท้ายเวียอัดโดยอย่าเหลือไอ้ท่าเนี่ยขลักก็ทูเทียปันท้ายมันประกอบท่าเนี่ยแต่ก็ทูเทียข้างเหรันอยู่โถนั่นนะเรื่องลอยกะนั้นปัจจัยกวาดอันหนึ่งมีปัญหาไอ้เสียงอย่างไอ้ท่าสกปรกไปอย่างเต๋อหรือก็สกปรกเราจะได้อย่างเต๋อสเตรสเปย์ดีเพรสเปย์ไอ้จังเนี่ยใหญ่จอใหญ่ล้างดอสำรวจบาดบางบนอันนี้สำรวจทำไมจะคลักวัดดำตะไบเปรย์มุกเตะตะเปย์ไปจันกามัสอาดบอกเกย์ไม่ยางไปไอ้จะคลักวัดดำตามรีแต่เพื่อเฉินคือวัดดำคือเขาดาวคือเขาจึงนั่นเอง
កញ្ញូងអានេះបើយើងបត់ស្ដាំទៅច្រក4000ណាតែបើយើងបត់ឆ្វេងអាហ្នឹងយើងទៅវាវែងពួកខ្ញុំបត់ឆ្វេងហើយព្រោះតែសារយកទៅវាវែងទេយើងទៅប្រម៉ោយអញ្ចឹងយើងបត់ឆ្វេងនិយាយមកដល់តើតើការរស់នៅបែបនេះវិញតើតើការរស់នៅបែបនេះបច្ចុប្បន្ននេះអាចថាវាសម្បូរសប្បាយវាអាចថាទីប្រជុំជនគេអ៊ូអមានរបស់គ្រប់សពអីមួយយ៉ាងដែរដូចនិយាយទៅដូចក្រុងសំរុំលំមមួយដែលអាចរស់នៅបានស្រួលអញ្ចឹងណាបងប្អូនប៉ុន្តែជាអញ្ចឹងទៅវាទេសភាពស្អាតអញ្ចឹងមានន័យថាបើសិនជាគាត់ចេះរីករាយជាមួយនឹងអាធម្មជាតិដែលនៅជុំវិញគាត់ណាអាហ្នឹងសុខភាពគាត់ល្អតែបើសិនជាយើងរស់នៅហើយចំណូលមិនសូវបានដល់ឥឡូវយើងពឹងលើចំការឬក៏លើស្រែហើយបើផលិតផលដែលធ្វើបានហើយអត់មានទីផ្សារឬក៏តម្លៃថោកហ្នឹងវា stress ដែរបងប្អូនវាធុញថប់ដែរយើងប្រឹងហើយយើងបានថតតិចអីចឹងទៅឬក៏ពេលខ្លះធ្វើទៅមិនសូវបានផលមិនសូវបានអីទៅមិនសូវបានចំណូលមិនសូវសល់មិនសូវអីចឹងទៅក៏ពិបាកចិត្តដែរនិយាយទៅសម័យនេះហើយគឺមិនថានៅក្រុងនៅស្រុកស្រែចំការគឺសិតតែ stress សិតតែអីដូចគ្នាគាត់ថាយើងប្រឈមជាមួយនឹងភាព stress ភាពធុញភាពថប់ហ្នឹងវាខុសគ្នាអីចឹងទៅអ្នកទីក្រុងធុញថប់ជាមួយការងារសម្ពាធការងារហើយគាត់ត្រូវធុញថប់ជាមួយនឹងភាពអ៊ូអភាពញ៉ៃញ៉ៃមនុស្សច្រើនចរាចរណ៍អ៊ូអអីចឹងទៅមនុស្សអ៊ូអចរាចរណ៍ច្រើនស្ទះចង្អៀតអីចឹងទៅតែអ្នកសុខសាយចំការគាត់បែរជាអ្នកខ្លះគាត់យល់ថានៅដូចឯកាពេកដាច់សញ្ញាដាច់អីចឹងទៅអ្នកដែលនៅរៀនឆ្ងាយអីចឹងណានេះទៅម្នាក់ម្យ៉ាងអាស្រ័យលើសុខភាពផ្លូវចិត្តរបស់បងប្អូនអីចឹងណាបងប្អូនអូខេឥឡូវយើងងាកត្រឡប់មកមើលទេសភាពយើងវិញបងប្អូនអាចឃើញជួរភ្នំនៅខាងមុខខ្ញុំគឺស្អាតមែនតើនេះបងប្អូនអាចឃើញវិញផ្លូវចុះកោងនេះងៅអូស្អាតណាស់បងប្អូននេះចុះហើយឡើងស្អាតមែនតើសុតយើងសុតពឺតយើងពឺតឡើងចុកកាច់កង់ច្បាយអ្នកចូលចិត្តជិះម៉ូតូបានយល់អារម្មណ៍មួយហ្នឹងបើយើងជិះឡានអត់សុបាយទេបងប្អូនមិនមានន័យថានេះណាយើងជិះឡានប្រកាសជា comfort ហើយប្រកាសជាស្រួលខ្លួនហើយប៉ុន្តែបើភាពសុបាយពីខ្ញុំទៅវិញដោយសារតែខ្ញុំជាមនុស្សដែលចូលចិត្តជិះម៉ូតូឯងបងប្អូនអាចថាអញ្ចឹងដែរហើយលទ្ធភាពយើងអត់មានឡានជិះនិយាយទៅអញ្ចឹងយើងជិះម៉ូតូចេះគឺសុបាយមែនតើបងប្អូនប្រហែលជាធ្លាប់ឮពាក្យមួយដែលគេនិយាយថានៅពេលដែលអ្នកជិះឡានណាហាក់បីដូចជាអ្នកអង្គុយមើលទូរទស្សន៍អង្គុយមើលកុនអញ្ចឹងអង្គុយមើលផ្ទាំងកណាត់សឬក៏អង្គុយមើលអេក្រង់ទូរស័ព្ទអេក្រង់ tablet ឬអេក្រង់ទូរទស្សន៍អេក្រង់ computer អញ្ចឹងប៉ុន្តែនៅពេលដែលយើងជិះម៉ូតូគឺយើងទទួលបានអារម្មណ៍ពិតយើងមានន័យថាយើងទទួលបាន real experience ណាអាបទពិសោធន៍ពិតខ្យល់ដឹងប៉ះខ្យល់ត្រជាក់ស្រួលលហើយដឹងលហើយខ្យល់ហើយលហើយតែមួយហ្នឹងបងប្អូនហើយបើយើងនិយាយថាបើមានភ្លៀងដឹងភ្លៀងត្រជាក់មានទឹកមកប៉ះខ្លួនហ្មងហើយបើមានអាប់យើងជិះកាត់យើងទទួលបានផ្សែងទឹកចំហាយទឹកស្ទីមហ្នឹងចំហាយទឹកមកប៉ះខ្លួនយើងត្រជាក់អូបើយើងបើកមួកទៀតណាផាត់ប៉ះមុខយើងត្រជាក់អូយអែមមែនតើបងអើយជាតិបងប្អូនអើយជាតិមែនតើហ្មងណាប៉ុន្តែគាត់ថាហានិភ័យជាមួយនឹងការជិះម៉ូតូគឺចរាចរណ៍នៅពេលដែលយើងបើកបរយើងអត់គោរពគ្នាទៅវិញទៅមកអត់គោរពច្បាប់ចរាចរណ៍វាយើងប្រឈមហានិភ័យជាងបងដែលគាត់បើកបររថយន្តអីចឹងទៅឡានអីចឹងទៅហើយតែបើយើងជិះប្រយ័ត្នប្រយែងយើងដឹងផ្លូវណាអាចលឿនបានផ្លូវណាយឺតប្រយ័ត្នប្រយែងអាហ្នឹងអត់អីទេជាក់ស្ដែងខ្ញុំខ្លួនឯងកាលពីមួយខែមុនខ្ញុំមកម្ដងហើយបងប្អូនមក
បុកឆ្កែយើងអត់លំពឹងទេយើងជិះមិនសូវជាលឿនប្រហែលទេដល់ភូមិនិយាយទៅដល់ភូមិយើងចាប់ដើមប្រអន់លបឿនហើយអាចលបឿនខ្ញុំនៅសល់ត្រឹម50ហ្នឹង50អី40ហ្នឹងតែដល់ពេលឆ្កែវារត់ចូលមកដែលយើងអត់បានលំពឹងទុកដួលអញ្ចឹងណាអញ្ចឹងពីខ្ញុំទៅវិញការធ្វើចរាចរណ៍អ្នកដែលចូលចិត្តជិះម៉ូតូច្រើនឆ្ងាយយើងគួរតែមានមួកសុវត្ថិភាពដែលមាំដែលធន់អីចឹងណាដែលមានការពីចកាយទៅព្រោះភាគច្រើនប្រជាពលរដ្ឋយើងភាគច្រើនគាត់ចូលចិត្តពាក់មួកដែលអត់ចកាអត់បិទបាំងចកាបងប្អូនបិទបាំងចកានឹងជួយច្រើនមែនតើខ្ញុំកាលពីខែមុនខ្ញុំបុកឆ្កែដួលណាឬក៏ឆ្កែរត់បុកខ្ញុំដួលហ្នឹងគឺខ្ញុំបានមួកនឹងឯងអូសឆ្វោកទៅបានមួកការពារកុំអីអូយខ្ញុំសម័យអត់ចាញ់ទេហើយមួយទៀតគឺយើងគួរតែមានសម្លៀកបំពាក់ការពារខ្លួនណាមានន័យថាសម្លៀកបំពាក់សម្រាប់ជិះម៉ូតូហ្មងណាអាហ្នឹងវារៀងថ្លៃហើយមួកក៏ថ្លៃសម្លៀកបំពាក់ហ្នឹងក៏ថ្លៃដែរបើយើងអានេះបើខ្ញុំនិយាយថាបើយើងមានលទ្ធភាពណាគួរតែមានកៅអៅនឹងដែរតែខ្ញុំអត់មានអស់ជង្គង់ហើយស្រោមដៃក៏សំខាន់ដែរបងប្អូនស្រោមដៃគឺសំខាន់ដូចគ្នាអញ្ចឹងណាអូខេឥឡូវត្រឡប់មកមើលទេសភាពយើងវិញកុំបែកអូហូស្ទឹងបងប្អូនប្រជាពលរដ្ឋបងប្អូនប្រជាពលរដ្ឋបងប្អូនអ្នកមើលធុញឥឡូវយើងមក enjoy ឬក៏មើលពីទេសភាពតាមផ្លូវអញ្ចឹងណាទេសភាពស្អាតបងប្អូនអើយខែនេះយើងមកខែប្រាំងបើយើងជិះពេលព្រឹកក៏អត់អីដែរក៏ត្រជាក់ស្រួលដូចគ្នានឹងតែគាត់ថាបើយើងមកខែនេះគឺវាមានភ្លៀងមានអាប់មានអីចឹងទៅយើងអាចជួបភ្លៀងជួបអាប់អីចឹងទៅវាអែមតែសំខាន់នេះអត់បានពាក់ស្រោមដៃចិត្តទេមិញចូលហូបបាយនៅស្ដៅហ្នឹងក៏ដោះស្រោមដៃទុកចេញមកភ្លេចពាក់ស្រោមដៃស្រោមដៃ2005ហ្នឹងបងប្អូនយើងអត់មានស្រោមដៃល្អពាក់ទេចាំមើលថ្ងៃណាឡើងទៅពេញខ្ញុំទៅមើល Decathlon មើលអាណាសមរម្យល្មមតម្លៃដែលមិនថ្លៃពេកលបាក់20-30រៀលអីយកមកពាក់មួយbỏi tuột phọc lâu luôn thế phía cả một cái phnom chở nó vào vốn nhóm chơi chua mỏ bắt may cả phố nhưng đã có bài môn bị phải ai điên ngon thì chắc bằng vốn tuần đấy có thể về sầm khánh và giờ đã dương vậy nhà cả chứng là bằng vốn nhóm bất chỉ trong ô tô can vậy bao nhiêu nhưng trong ngồi bằng vốn ban staff thì và sân chỉ ô tô ta dương ai chơi slot như ban liềm chết lỗ mình tiền và sân chỉ tay ở với đại nhóm vậy nhưng mẹ bấm thắt đôi miên nặng coi staff nhóm riêng rồi staff nhóm vậy chẳng á mình chơi thành vậy từ của nhóm trong ai bong phong tụt ban là bấm bật đôi nhóm đại phần tay có tha vì ai tao đuổi chứ phần tay có tha dạng học nát có vi con ba chiên đại dương mình ban thọt so đi gọi ấy chẳng nó là cái này dương mình mang tay ra riêng rồi prap bong phong so vì mơ tới được cô việc khoát tức ấy mà dạng khoát chết ấy mà dạng ấy khoát tức ấy mà dạng mà đó là nó trong phát thu mới bảo vệ nhiệt tè là bạn trong khỏi vì bị tè nơi mà đông thì chắc đám đặt tè bên này thật tè đặt như một riêng ngày biết niên thì chứ nè hà học sập mai mà rồi mai đấy mình miền tè mùi chẳng tay nhà vùng hòn tè này thế
ទេសភាពមកដល់ទៅនេះគឺស្អាតខ្លាំងណាស់បងប្អូនអើយនេះมันទេសភាពតមុខហ្នឹងនេះបងប្អូនអាចឃើញអញ្ចឹងគឺស្អាតណាស់នេះគាត់មានចំការតឡងចកាអីខ្លះអីចឹងទៅហើយទេសភាពភ្នំតាមផ្លូវចាហើយផ្លូវឡើងចុះអើយអែមែនតើស្អាតណាស់ទៅដល់មុខទៀតទេសភាពនៅផ្លូវហ្នឹងកាន់តែស្អាតទៀតបងប្អូនហើយទេសភាពដល់ហើយដើមឈើនេះស្អាតទេបងប្អូនឲ្យតែមកដល់កន្លែងនេះគឺខ្ញុំស្រឡាញ់អាទេសភាពដើមឈើហ្នឹងលន់លីជ្រីហ្មងដើមឈើឯកាកាពិតរុក្ខជាតិវាមិនចេះមានអារម្មណ៍មានការ feeling ដូចយើងទេតែគាត់ថាពេលខ្លះកន្លែងខ្លះមនុស្សដាក់ឈ្មោះឲ្យវាដល់តែដើមឈើខ្លះវានៅតែឯងអញ្ចឹងទៅនៅលើកោះកងក្រៅបងប្អូនបងប្អូនធ្លាប់មើលវីដេអូខ្ញុំឬក៏ធ្លាប់មើលវីដេអូកោះកងក្រៅអ្នកខ្លះគាត់បានប្រាប់ឲ្យមានដើមឈើមួយវាតែឯងវាដុះមកហើយវាត្រេតមកខាងសមុទ្រហើយអាកន្លែងហ្នឹងគឺវាដូចពយថ្មមួយមុខដែរអញ្ចឹងណាបងប្អូនអញ្ចឹងគេហៅឈ្មោះវាថាដើមឈើចាំស្នេហ៍អត់ទៅមនុស្សនិយាយទៅបកកែរនឹកដាក់ហ្មងឃើញគ្នានៅតែឯងអញ្ចឹងទៅគេចាំស្នេហ៍ហើយដើមឈើខ្លះជាគួរអញ្ចឹងទៅគេដាក់ដើមឈើស្នេហ៍អញ្ចឹងណាហើយដើមឈើខ្លះវានៅតែឯងអញ្ចឹងទៅគេដាក់សិតទៅហៅគ្នាដើមឈើឯកាអញ្ចឹងទៅជិះលន់ហើយខ្ញុំបើកតោដូចលន់អីគេឥឡូវចាំមើលឲ្យមិត្តភក្តិខ្ញុំឆែកផែនទីមើលបន្តិចសិនព្រោះយើងដូចជាចិត្តដល់ទំនប់ពហីហើយអាចថា20គីឡូចិត្តទេមកទៅ30គីឡូទេមកទៅហើយនេះយើងឡើងអាទួលនេះយើងចុះចេះឲ្យឡើងបងប្អូននេះចុះឲ្យឡើងចេះតិចនេះឥឡូវយើងចាប់ផ្ដើមឡើងនេះពី speed នេះទៅយើងឡើងទៅដល់ពេលអាផ្លូវចុះវិញគឺទេសភាពស្អាតណាបងប្អូនទេសភាពចំការមិញផ្លិចដកបងប្អូនមើលនេះស្អាតទេបងប្អូនហើយសាដើមឈើវាធំបាំងអានេះពេលផុតចលែងបាំងហ្នឹងគឺស្អាតណា
cho làm cho xa tới bóng phồn này thế sự việc ôi xa nó bóng phồn ơi nhẹ mỏng ấy cái miền chê miền xoài gì chẳng thấy chạy ca nè phúm đầy té hát bóng hồn nè thì vì vậy ôi xa nè bóng hồn này mà té khỏi đấy chết thơ tại anh thơ hát nữ thơ toàn 200 rồi anh ta cao sắp phép đó thì mình bơ pì ở chiếc slide mà nhầm án plá sân nhà bạn ta chạy plá bảo ổn mấy nhà bạn mới mà anh trả lỗ thiết cái hai cục bơ pì đó tới dương nơi bắt bọn lại nó một phần giờ toàn cho đàn đây hai tô sáng thế này là đó mục tiêu tiền thế mới có chết nè làm việc chẳng bánh thằng làm bánh ấy tần làm có đó từ phía xa tới bằng phần xa đó đi xa tại một hồi này thì sự phía bằng vốn thì sự phía phân nông ạ xa đây bằng vốn xa chắc lăng nè trong vậy thật ôi
Đó là bóng phấn á. Đó từ sắp thọt video class. Trời. Mình sẽ mà thọt video ta bóng phấn. Nếu cái thời trong ca bóng phấn. Thời cũng cái năng này, thời trong ca năng này. Mà đó chứ hết nào mình khai thế nè. Rồi các cái chỉ ngay mong nhau mà lại. Ô chụp trên sựភាពនេះមិនអាចអត់ថតឲ្យបងប្អូនមើលបានទេត្រូវទៅដកកាមេរ៉ាថតទីសិនអត់ថតដកកាមេរ៉ាថតអញ្ចឹងនិយាយថានេះមិញអើយបងប្អូនអើយជិះហួរបានមិញដែរដកទូរស័ព្ទមកមើលនេះបន្តិចមិញហ្នឹងណាអូផ្លូវកោងក៏ស្អាតណាបងប្អូនអើយស្អាតដែរสบายแล้วបងប្អូនអើយគាត់ទៅប្រមូលផលពោតហើយបងប្អូននោះ
សត្វគោខ្ញុំឥឡូវឲ្យឃើញសត្វរៀងប្រអន់ហើយព្រោះសត្វនិយាយស្ដាប់គ្នាមិនកើតទេអត់យល់គ្នាអត់យល់ពីចរាចរណ៍ហើយ អូអានេះដាំទៀតនេះពោតខ្លះប្រមូលផលហើយពោតខ្លះតែចាប់ដាំហ៎បងប្អូនអានេះយើងជិះដល់ព្រំបន្ទល់ពោធិ៍សាត់ណាបងប្អូនទៅមុខទៅទៀតដល់ផ្លាកគេដាក់ព្រំបន្ទល់ពោធិ៍សាត់ហើយសល់ប្រហែលជាប្រហែលគីឡូទៀតទេយើងផុតបាត់ដំបងហើយអូបងប្អូនប្រជាពលរដ្ឋនេះគាត់ប្រមូលផលពោតហើយអត់ហ្នឹងនេះនេះយើងចាប់ពោធិ៍សាត់ហើយបងប្អូននេះអត់ចាប់ពោធិ៍សាត់ចាប់បាត់ដំបងយើងចូលដល់ពោធិ៍សាត់ហើយនេះចូលដល់ពោធិ៍សាត់ហើយអូទេសភាពបងប្អូនទេសភាពបាត់ដំបងយើងហ្នឹងណាតែឥឡូវយើងចូលដល់ពោធិ៍សាត់យើងមើលទេសភាពខេត្តពោធិ៍សាត់វិញម្ដងមែតែខេត្តបាត់ពោធិ៍សាត់យើងក៏មិនណយដែរបងប្អូនស្អាតមិនចាញ់បាត់ដំបងនិយាយទៅពោធិ៍សាត់បាត់ដំបងស្អាតដូចគ្នានិយាយទៅខេត្តណាក៏ស្អាតដែរបងប្អូនស្រុកខ្មែរយើង25ខេត្តមួយរាជធានីហ្នឹងគឺស្អាតទាំងអស់សំខាន់ហៀឡានឹងទៅដល់ណាហើយសុទ្ធយោនោះយ៉ាតណូមិនឈប់មកទៅឈប់ណូមតាណាសុទ្ធយោថាចង់ប្រហោះដ្រូនខ្លះតោះយើងបន្តដំណើរទៅមុខទៀតយើងអូខេបាត់មួកចេញដំណើរតែទេសភាពគាត់ចាប់ផ្ដើមមកទេសភាពញាក់ហ្មងណា
នេះវាអត់ភូមិអត់សំបែងទេបងប្អូនលក្ខណៈថាព្រៃអីចឹងណាតែវា vibe មួយយ៉ាងដែរអារម្មណ៍ទទួលបានមួយយ៉ាងដែរអញ្ចឹងណាទេសភាពស្អាតដែរអានេះវាស្អាតបែបលក្ខណៈព្រៃភ្នំអីចឹងណាតំបន់ព្រៃភ្នំអីចឹងទៅតែមិនចេះទៅផ្លូវស្រួលជិះបងប្អូនវាស្រឡះផ្លូវស្អាតហើយផ្លូវស្រឡះមានន័យថាអត់មានភូមិមិនមានអីយើងអត់សូវបារម្ភរឿងសត្វឆ្កែសត្វគោនិយាយទៅគឺសត្វចិញ្ចឹមនៅផ្ទះរត់កាត់ឬក៏ក្មេងអីឬក៏ម៉ូតូអីឆ្លងខ្នល់ឆ្លងអីទេប៉ុន្តែយើងត្រូវប្រយ័ត្នតាក់ទងនឹងអាចរាចរណ៍នៅលើដងផ្លូវតែមួយវិញអញ្ចឹងណាបងប្អូនដោយសារតែផ្លូវវាកោងបត់បែនច្រើនអញ្ចឹងកាត់ធ្វើដំណើរផ្លូវវាស្រួលអញ្ចឹងមនុស្សអាចនឹងជិះលឿនវាងលឿនអញ្ចឹងណាបងប្អូនអញ្ចឹងយើងជិះប្រយ័ត្នប្រយែងចំណុចហ្នឹងវិញអញ្ចឹងណាបងប្អូនផ្លូវនេះខ្ញុំធ្លាប់ជិះពេលភ្លៀងពេលកំពុងតែភ្លៀងអូទេសភាពក៏ស្អាតដែរញាក់ហ្មងបងប្អូនអែមហ្មងចង់និយាយថាជាតិអញ្ចឹងណាចង់និយាយអញ្ចឹងណាផ្លូវនេះដូចគំនូសគេទំគូសឡើងវិញឯងបងប្អូនផ្លូវនេះផ្លូវចាស់ទេផ្លូវមិនចាស់យូរណាស់ណាអីទេប៉ុន្តែគាត់ថាគំនូសប្រហែលជាទំគូសឯងមើលទៅឬក៏មិនខ្ញុំមិនដឹងដែរឬក៏គេប៉ះបើផ្លូវថែមថ្មីអត់កស៊ូពីលើថែមថ្មីហើយគេគូសគំនូសថ្មីឬយ៉ាងម៉េចបងប្អូនដែលធ្លាប់ធ្វើចរាចរណ៍លើផ្លូវនេះញឹកញាប់ឬក៏បងប្អូននៅតំបន់នេះដឹងជួយ comment ប្រាប់ផងតែខ្ញុំចង់និយាយថាជិះផ្លូវហ្នឹងគឺសប្បាយចឹងណាអូជិះដល់ភូមិហើយបងប្អូនភូមិទូចមួយហ្នឹងណាមាន3 4ផ្ទះ4 5ផ្ទះអីចឹងណា4 10ផ្ទះអីចឹងណានៅពេលដែលយើងចូលភូមិចេះវិញអាហ្នឹងលម្អឿនអូតូម៉ាទិកបងប្អូនគួរតែបន្ថយណាព្រោះវាសត្វបន្លាត់មនុស្សម្នាអីចឹងទៅតុននេះមានឈ្មោះអែមហ៎ថ្មតុន
ជាចិត្តដល់ទឹកធ្លាក់ជើងភ្នំតំពន់ហ្នឹងបងប្អូនបើតាមនេះប្រហែលជាភ្នំនេះភ្នំតំពន់ហ្នឹងឬមិនទេប្រហែលជាភ្នំបាំងផុតមកភ្នំហ្នឹងមិនទៀតមកទៅក្មេងៗគាត់ចេញពីសាលាបងប្អូននេះពេលចេញពីរៀនគាត់ដើរតាមផ្លូវជាតិហ្នឹងនេះគាត់ចេះដើររៀងគៀនមែនតើនិយាយទៅគាត់ចាប់រស់នៅអញ្ចឹងហើយគាត់ដើរអញ្ចឹងដល់ថ្ងៃអញ្ចឹងគាត់ដឹងចឹងចិត្តដល់សាលាបែបនេះបងប្អូនបថយលបឿនទៅព្រោះដោយសារតែសុវត្ថិភាពទាំងអស់គ្នាអីចឹងណានោះក្មេងៗឃើញនៅពេលដែលខ្ញុំឃើញក្មេងនេះបងប្អូននៅពេលដែលខ្ញុំឃើញក្មេងៗគាត់ចេញពីរៀនដើរចេញពីរៀនចេះនឹកឃើញខ្លួនឯងកាលនៅពីក្មេងខ្ញុំធ្លាប់ពេលទៅរៀនដើរដូចគាត់ចឹងគឺលក្ខណៈថាយើងដើរច្រើនគីឡូព្រោះដោយសារពេលហ្នឹងខ្ញុំរស់នៅបាត់ដំបងពេលខ្ញុំនៅរៀនបឋមណាអាណត្តិទី1ទី2ទី3ទី4អីចឹងទៅខ្ញុំរៀនបឋមហើយសាលាខ្ញុំគឺនៅសាលាបឋមសិក្សាអូពងមន់នៅឃុំតាក្រៀមហើយខ្ញុំនៅក្នុងភូមិស្វាយសខ្ញុំនៅភូមិព្រៃផ្ដៅអញ្ចឹងយើងត្រូវដើរឆ្លងភូមិដូចជា2ភូមិអីដែរបងប្អូនដី5-6 គីឡូដែរហ្នឹងហើយដើរក្មេងគិតថាក្មេងបឋមណាទី1ទី2ទី3អីប្រហែលឆ្នាំហ្នឹងគឺដើររហូតមកដើរទៅដើរមកឆ្ងាយតែគាត់ថាផ្លូវវាមិនមែនធំចេះទេផ្លូវយើងផ្លូវភូមិណាផ្លូវគ្រោះក្រហមសម័យហ្នឹងផ្លូវភូមិយើងនិយាយថាផ្លូវភូមិហ្នឹងណានឹកឃើញកម្មាលភាពក្មេងៗចឹងនឹកឃើញកម្មាលភាពខ្លួនឯងក្មេងឥឡូវមានក្មេងខ្លះគាត់ដើរគាត់អីចឹងទៅក្មេងខ្លះក៏ជិះកង់អីចឹងទៅដូចក្មេងមិនក៏ជិះកង់អង្គុយអីចឹងទៅហើយក្មេងខ្លះក៏ឪពុកម្ដាយទៅយកពីសាលាជូនទៅសាលាអីចឹងណាតែយើងអត់ទេយើងត្រូវដើរខ្លួនឯងកាលពីសម័យខ្ញុំណាសម័យទីតនិចកាលហ្នឹងគេល្បីរឿងទីចនិចមីកញ្ចប់អត់មីមន់អត់មីបកងពណ៌សនេះខ្ជូតមែនតើក្មេងៗទៅជិះកង់ចេញពីរៀនអត់ទេមិនមែនចេញពីរៀនណាក្មេងនេះចេញពីរៀនមែនទេលេងមានទូរស័ព្ទលេងអាពៅអារត់បើជាងពូអាព្រោះទូរស័ព្ទអត់មានលុយផងមានតែទូរស័ព្ទអត់ដាក់លុយបងប្អូនណាពណ៌ឡើងអានេះពណ៌ទឹកក្រូចបងប្អូនពណ៌លឿងពណ៌ទឹកក្រូចឡើងច្រាលហ្មងនេះអានេះពតនេះមិនមែនពតញ៉ាំទេណាបងប្អូនពតចំណីសត្វទេនេះហៀចិត្តដល់ហើយបងប្អូននេះដល់នេះភ្នំមុខហ្នឹងឯងភ្នំតំពន់ហ្នឹងនេះបងប្អូនមើលទេសភាពស្អាតប៉ុណ្ណឹងណាហើយញ៉ាំមកក្មេងៗគេចាញ់ពីរៀនណាជាតិណាបងប្អូនណាជីវិតជាតិនេះក្មេងៗចាញ់ពីរៀនហើយមើល background ក្រោយក្មេងផងស្អាតប៉ុណ្ណាមិញតាកោតពីរៀនហើយមើលទេសភាពចាស់មិញហ្នឹងណាទេសភាពជើងភ្នំបែបសាបតែសាបរស់បានយូរ
តែប្រៃពេកផ្អែមពេកហ្នឹងបាទជាសភាពស្អាតទៅបងប្អូនចុចគាត់ឆ្លងអត់មើលផ្លូវបើអត់មើលខ្នល់ហ្មងអូណាក់មិញអត់មើលក្រោយផងដល់ឆ្លងយកបដ chẳng mình thà về làបញ្ហាអញ្ចឹងការបើកបរអត់គាត់អត់នេះអាហ្នឹងទៅជាសង្វេគចំណិតគាត់វិញម៉ូតូគាត់អត់ចចកថាយើងនៅភូមិនៅចេះគាត់អត់ទម្លាប់ដាក់វាជាថាធម្មតាចេះតែគាត់អត់ងាកក្រោយហ្មិញនេះផ្ទះបងប្អូនអើយស្អាតណាស់ស្អាតមែនតើផ្ទះអញ្ចឹងហើយបងប្អូនមើលហើយទេសភាពអញ្ចឹងទៀតអីគាត់មើលมันសាបมันជីវិតសាបជីវិតបែបសាបតែសាបរស់បានយូរតែជីវិតយើងប្រៃពេកផ្អែមពេកបាទនិយាយលេងអធិស្ឋានបងប្អូនតែនិយាយមែនទេសភាពគឺស្អាតណាស់បងប្អូនអើយហើយតែណា chạy dạ thì phim sáng nó một phút nữa mà nôm ôm một bài nhau mà nhưng sờ lạnh khai tô sát trong mùi riêng sầm ram nắng nhưng chưa chết thay khai tô sát ở lấy ba chợ bón cái là bây giờ riêng sầm ram riêng pleu xa riêng ấy nương ảnh chết này mình sau bây giờ nó sọc về nhá bông hồn nó có màu dương đấy ha bông hồn ai khơi những cứ tam pleu sau bây giờ nó pleu chứ có miếng sầm ram đây bông hồn thấy cứ cái miếng trở lại tục đã sầm ram ăn trong trâu tam pleu chứ thấy bông hồn khơi những ở miếng sầm ram ấy nè vì ai thay cho chi mà cả lôi khơi anh khơi thăng vui ấy chẳng á có tay có cái đá rồi bánh nhầm chi mau tăng phải chỗ đang đây phố san mau toàn khơi nhầm khơi thăng tầm môi là lợp lời nè cao bên nó cứ clean mỏng này bao ai khơi này nè lại cái đã sầm ràm mà thấy cái đã lu lằng pan này chẳng bánh khơi đọp mùi ạ vì ai tham yên môi thì mình ta vì mình mà đổi phía đôi thằng át tầm món này mình đây có tham chiều đúng cứ dùng mơ cho lằng clean mỏng cứ sátមែនតើសម្បីតែនៅតំបន់ដាច់ស្រយាលចេះក៏ clean ក៏ស្អាតប៉ុណ្ណឹងបងប្អូនអញ្ចឹងតិចទៀតអាចនឹងបងប្អូនយើងគាត់យល់ដឹងចាត់ទៅការចោលសម្រាមបច្ចុប្បន្ននេះអាចថាវាជាច្បាប់មួយនៅខេត្តពោធិ៍សាត់ដែលយើងតម្រូវឲ្យពលរដ្ឋទាំងអស់គឺយើងចូលរួមមិនចោលសម្រាមផ្ដេសផ្ដាស់រកកន្លែងទុកដាក់ឲ្យបានត្រឹមត្រូវរក្សាបរិស្ថានឲ្យ clean ស្អាតដោយគ្មានមានសម្រាមអីចឹងណាតែថ្ងៃមុខទៅអាចនឹងគាត់យល់ដឹងខ្លួនគាត់ដែរថាអូការដែលប្រកាន់ភ្ជាប់នៅអនាម័យដែលល្អបរិស្ថានល្អបរិស្ថានស្អាតភូមិឃុំយើងស្អាតហ្នឹងណាគឺល្អមែនតើបានទាំងសុខភាពបានទាំងសម្រស់ទៀតសម្រាប់ហើយបានតាំងគេឈ្មោះទៀតមានន័យថាខេត្តក៏ល្បីមានឈ្មោះរបស់សម្លេងដោយសារតែការចូលរួមរបស់យើងទាំងអស់គ្នាជាប្រជាពលរដ្ឋមួយហ្នឹងណាអញ្ចឹងលក្ខណៈអញ្ចឹងបងប្អូនអញ្ចឹង3 in 1ហ្មងអាចថាលើកពី3ហងបច្ចុប្បន្ននេះអីដែលខ្ញុំកំណត់ខ្ញុំដូននឹកឃើញមានតែ3ទេយើងអាចថា3 in 1សិនចាស់
ទី1គឺយើងបានបរិស្ថានស្អាតសម្រស់ស្អាតអីចឹងទៅទី2សុខភាពចង់មិនចង់នៅពេលដែលយើងមិនរស់នៅជាមួយនឹងបរិស្ថានសុខភាពល្អហើយសុខភាពផ្លូវចិត្តផ្លូវកាយអីចឹងទៅហើយទី3បានគេឈ្មោះមានន័យថាសម្រស់ស្អាតអ្នកណាក៏កោតសរសើរអ្នកណាក៏សរសើរខេត្តពោធិ៍សាត់ដែរមិនចឹងមែនទេបងប្អូននេះគឺស្អាតមែនតើយើងជិះតែប្រហែលម៉ែត្រទេប្រហែល100ម៉ែត្រគឺមានធុងមួយប្រហែល100ម៉ែត្រគឺមានធុងសម្រាមមួយគេប្រើលូបងប្អូនលូធំមួយកង់អញ្ចឹងទៅគេដាក់អញ្ចឹងទៅឲ្យបងប្អូនយើងចូលរួមចោលសម្រាមនៅក្នុងធុងហ្នឹងមិនចោលផ្ដេសផ្ដាស់អីចឹងណាអញ្ចឹងយើងអត់ពិបាករកកន្លែងចោលសម្រាមទេនេះបងប្អូនឃើញនេះធុងមួយប្រហែល100ម៉ែត្រទៀតទៅមុខដឹងមានធុងមួយទៀតដែរបងប្អូនគឺមានរហូតតាមផ្លូវអញ្ចឹងណាបងប្អូននេះភ្នំហ្នឹងដូចជាភ្នំតំពរហ្នឹងបងប្អូននេះតែយើងទៅខាងនោះទៅដល់ខាងនោះបានយើងចូលកន្លែងតនុពហិយបាសាឡាច្រឡំកាត់ជីហួរមេគាត់ជីហួរខ្ញុំនៅស្រែកឡើងផ្្លាត់កមិញផ្្លាត់មាត់ច្រឡំស្រែកឡើងផ្្លាត់មាត់ពេកនឹកឃើញស្រែកមិនលឺជួយអូខេសួស្តីអ្នកទាំងអស់គ្នាឥឡូវនេះគឺខ្ញុំបានមកដល់ច្រកចូលនៅតនុពហិយទំព័រណាដែលយើងតែងតែនិយាយថាតនុពហិយទំព័រជាតំបន់ដែលយើងអាចទៅមើលទឹកស្អាតនេះបងប្អូនទឹកស្អាតនេះបងប្អូនគេដាក់សហគមន៍តំបន់ការពារធម្មជាតិអេកូទេសចរភូមិទំព័រសូមស្វាគមន៍អាហ្នឹងគឺផ្លូវនេះគឺផ្លូវចូលច្រកចូលយើងចូលទៅខាងតនុពហិយទំព័របងប្អូនហើយមកពីម៉ូតូទេពីបាត់ដំបងមកហើយយើងនឹងជួបគ្នានៅខាងប្រម៉ោយវាវែងយើងហ្នឹងគឺដឹងអត់ដឹងប្រហែលម៉ូតូទៀតទេមកពីពេញប៉ុន្មានម៉ូតូបងសាឡា3ម៉ូតូទៀតតែអត់ដឹងថាប៉ុន្មានអ្នកទេ3ម៉ូតូ2អ្នកតែដឹងមើលទៅ2អ្នក3ម៉ូតូតោះអូខេឥឡូវយើងចូលទៅមើលតនុពហិយទំព័របន្តិចថាតើទស្សនភាពតនុពហិយទំព័រថ្ងៃនេះគឺទេសភាពស្អាតមិនទឹកអីមិនចឹងណាមិញជិះកម្រិតគ្នារឿងឆ្ងាយពេកហើយខ្ញុំជិះរឿងយឺតគាត់រៀងដល់ពេលដល់ទៅហ្នឹងគាត់សុទ្ធហើយណាខំច្រឡំស្រែកហៅហើយបិទសំខាន់បិទមួកទៀតបិទមួកឲ្យម៉ៃនៅមាត់ដល់បាទស្រែកហៅស្ផ្លេមិនលឺស្ផ្លេអត់ដែរប្រើទុកចោលឥឡូវខូចបាត់យើងចូលបន្តិចទេបងប្អូនប្រហែលជា5នាទីទៀតដល់
ស្ថានភាពផ្លូវចូលទៅតំណពហិរពណ៌ពីផ្លូវកស៊ូមិញណាគឺផ្លូវចេះបងប្អូនផ្លូវគ្រោះក្រហមហើយយើងមានផ្លូវភូមិអញ្ចឹងផ្លូវគ្រោះក្រហមហើយអ្នកកិច្ចការគាត់ដាំពោតនេះដូចជាចាប់ផ្ដើមប្រមូលផលហើយដល់ពេលប្រមូលផលហើយមើលទៅដើមចង់ងាប់ហើយនេះអានេះភ្នំយើងហ្នឹងហើយយើងចូលបន្តិចខ្ញុំថា5នាទីសុំទោសប្រហែល1នាទីនេះដល់ហើយនេះតនេះបើសិនជាខែវស្សាខែវស្សាខែហ្នឹងតែពេលភ្លៀងគឺស្អាតខ្លាំងមែនតើចាញ់លយមែនងុយទឹកដែរមកលយមែនជ្រៅអត់ទឹកជ្រៅចេះហែលមែនចេះហែលមែនមិនហ៊ានងុយអូយលយមែនទឹកជ្រៅហើយក្មេងៗទូចចេះដែរចេះតិចចេះហ៊ានលេងដែរចាំមកទឹកថ្លាល្អបងប្អូនចាក់សាបអត់នេះគាត់ថាគាត់ចាក់សាបអានេះពីមុនជាទូទៅគេមានក្បូននេះបងប្អូនតែដល់សារថ្ងៃនេះគឺក្បូនមិនចេះបែកបាក់ខ្ទេចខ្ទីអស់ហើយចូលក្មេងៗសំខាន់មានអ្នកបបក់មានអ្នកអីទៀតណាហើយដោះមួកទីសិនមានហ្នឹងហើយមានទឹកឯកូនណាជើងនេះបាទថ្ងៃហ្នឹងមានទឹកដែរតែថតទៅនេះទីសិនម៉េចកូនទិញទឹកទិញអីទុកឲ្យហើយទៀតអ្នកលក់មែនអើយ cute មែនចេះលក់ទៀតលយមែនអើយហាតាគេអ្នកលក់គេចេះប្រម៉ូទទឹកទៀតនេះទឹកឲ្យពូមានតាកូននេះទឹកអត់ទិញរបស់កូនឯងមែនពូចេញមកវាអត់ដបងបើពូខាងនោះមកពីម្ពិញបាត់ដបងយើងទៅតាមនេះកូនអត់ទេទីរួមខេត្តមកអាស័យស្រុកកូនស្រុកមួយនៅខេត្តបាត់ដំបងហើយពូមិញនោះគាត់មកពីម្ពិញអំពេញទិញអំពៅនេះមកដល់តំណពពណ៌ទឹកឡើងថ្លាខ្យល់ថ្លុកឡើងថ្លាឆ្វង់ហ្មងណាបងហើយនេះខាងណាគេបបក់ចុយទឹកជីកើតហើយកើតដល់ទឹកប៉ុណ្ណឹងជីកើតទេហ៎វែកតាវិហារទំព័រនេះគឺទឹកប៉ុណ្ណឹងបងប្អូនទឹកអត់សូវធំទេទឹកតិចមែនតើស្អាតទេសភាពបើសិនជាបងប្អូនមកចំពេលភ្លៀងរួចអីវាឡើងអាប់ភ្នំនេះហើយនឹងភ្នំទំព័រយើងនេះគឺស្អាតមែនតើហើយតិចទៀតខ្ញុំជូនបងប្អូនទៅលេងទឹកធ្លាក់ទំព័រហ្នឹងហើយខាងណាគាត់បបក់ត្រីអីចឹងណាហើយវិហារទឹកហ្នឹងគឺថ្ងៃហ្នឹងគឺប៉ុណ្ណឹងទឹកតិចល្មមមកយើងជិះឆ្លងទៅមកបានមកស្រួលអីចឹងណាហើយឥឡូវនេះគឺម៉ោង11 និង 16 នាទីខ្ញុំចេញពីបាត់ដំបងមកម៉ោងល្បាក់ 8 អញ្ចឹង 8 9 10 11 ជិះ 3 ម៉ោងដែរយើងជិះឈៀនលេងអញ្ចឹងណាជិះតាមផ្លូវជិះក្មេងជិះក្បូនមែនអីវ៉ាន់ដល់ហើយនេះដេកអូសោមតែ2យប់ទេតែអីវ៉ាន់ដាក់មកដល់កបាយជិះក្បូនមែនក្បូនបែកបាក់អស់ហើយហ្នឹងចាប់ហើយបែកខ្ទេចខ្ទីអស់ហើយលេងមានភ្ញៀវមែនយន់មានតែថ្ងៃទៅថ្ងៃស្អែកគេមកហើយមកជីដែរបើក្បូនខូចអស់ហើយហ្នឹងមិនដឹងហងទៅមកហងមកយូរមកម្ដងគាត់ឯងនៅណាចាខ្ញុំមកនៅនៅវាទៅតំព័រតំព័រមួយនេះមួយនោះតែទាំងអស់អត់ដឹងទេក៏ក្មេងញ៉ាំបាយនៅគេស្មានហ្នឹងអត់ញ៉ាំបាយទៀតញ៉ាំហើយខ្ញុំចង់មើលទេសភាពពីលើបន្តិចខ្ញុំចង់មកហោះដ្រូនបន្តិចខ្យល់ទេបងប្អូនអើយ
mấy cái mình lột tận là ta nào bạn Bring me into golden sunlight. If I'm going with you, I know we'll get to the other side. Sinking in, I know this feels right. Catching a breeze, love moving through me like a wildfire, like a wildfire. Never the same. Whenever you're calling my name, I'm taking my sweet time. Hey, whatever the plan, I know I'm holding the best of me out of my hand. I know you always understand. Bring me into golden sunlight. If I'm going with you, I know we'll get to the other side. Sinking in, I know this feels right. Catching a breeze, love moving through me like a wildfire, like a wildfire. mình tí gì hơn bạn vô chấn bây giờ là mọi việc xa xa bây tao với con lấy tao với nha con bye bye sắp bye មានភ្ញៀវគាត់មកលេងអីភ្ញៀវគាត់អាចមានទឹកបាននៅហ្នឹង បានតានោះនេះកន្លែងគេហូបអី កន្លែងជីកាត់អូលេងសម្រាប់ទៅហ្នឹងដូចក្រាំទឹក ខ្ញុំមកក៏មិនឆ្លចោលទៅលុចដល់លើនេះដល់ ពោះពេក នេះឡើងដល់លើនេះតែអញ្ចឹងវាងតាកន្លែងមុខមិញ ហើយឡើងដល់លើនេះហើយអានោះគេឆ្លងល្មិច ហ្នឹងហើយហើយទុកគួចឡើងសាហាវ ហើយទៅវិញ ផ្លូវជិះទៅដល់មុខនេះទៀតមានផ្លូវបត់តែខ្ញុំហេតុអីបានខ្ញុំហៅបងស្ដាយបកមកវិញដោយសារចេះវាអត់នៅហ្នឹងវាអត់ស្អាតចង់និយាយថាខ្ញុំចង់ឲ្យបងស្ដាយមកមើលនេះមកបាក់មកនោះឲ្យឆ្លងមកចេះហើយខ្ជិលបាទដូចបងប្អូនបានដឹងអញ្ចឹងគឺឥឡូវនេះគឺខ្ញុំនៅទំនប់ពហិទំព័រហើយឥឡូវនេះគឺម៉ោង 11 ជាងហើយមានបងប្អូនខ្មែរយើងមកក្រុមដែលគាត់មកជាលក្ខណៈគ្រួសារគាត់អញ្ចឹងណាមកមួយឡានគាត់មកលេងទឹកមិញមានក្មេងៗអីគាត់លេងទឹកនៅនេះហើយមានក្មេងលោតទឹកនៅនោះតែបាទថតនៅចង្ងាយនេះហើយគេមកថតរូបថតវីដេអូអីលេងអញ្ចឹងណានិយាយរួមគឺគេមកលេងហ្មងលក្ខណៈថាអូខេអូកាមេរ៉ាម៉ាន់អាវ shoot មែនមានអាវនេះទៀត អត់ទេពាក់គាត់កាន់តែពាក់អាថៃទឹក
អូខេពីអាគាត់ទឹកតិចឡមើលទៅខ្ញុំបាត់ដំបងហ្មង បាត់ដំបងហ៎ បាទ អ្នកនេះយកបាត់ដំបងឥឡូវទុំហ្នឹងណា អូឃើញឃើញថ្មីគេមានអាវគេឡើង cute អាវទឹកគេថប់លោកមួយ ខោ ពូមួយ Hello មកគេឡើង cute តែមកបបខោគេភីងអីអាវយកទៀត cute ចិនយ៉ា ទៅបង្ហាញ ឥឡូវតោះឥឡូវខ្ញុំឆ្លងទឹកនេះមួយហើយជូនបងប្អូនទៅមើលទឹកធ្លាក់តពន់បន្តិចដើមបន្តិចទេអាទឹកធ្លាក់តពន់ហ្នឹងអញ្ចឹងណាហើយនេះមកហៀតែសំខាន់ឥឡូវតាក់តងអ្នកមកពីពេញអត់បានទេដឹងមិនមកទេឥឡូវបាទ តាមទៅដល់ប្រម៉ោយចាំឆែកម្ដងទៀត អូខេតោះឥឡូវយើងបន្តដំណើរទៅមើលទឹកធ្លាក់នេះគាត់មកជាលក្ខណៈគ្រួសារកូនជាឡើង cute នេះអូគេ là cute cái hai ta cả hai mươi mấy ồ cái khi lại ốp lại rồi ta cơn ta nhà lấy những bọt nam tích và bay từទឹកlẹ lâu ní có em đã bằng ổn tê sơ phiếp á trong vậy thằng tê sơ phiếp của em đẹp lâu ní sống bật chạy chạy ផ្លូវគ្រូក្រហមអានេះក៏សប្បាយជីដែរតែយើងជិះចូលតែបន្តិចទេគឺដល់ទឹកដល់ផ្លូវដើរទៅទឹកធ្លាក់ហើយបងប្អូនអូមានអ្នកជិះទៅតែមានម៉ូតូទៅនោះតែមិនដឹងថាគេទៅលេងទឹកនឹងដែរឬមិនអញ្ចឹងណាបងប្អូនមើលតាមឲ្យតន់គាត់មើលគាត់អ្នកភូមិទេ ឬក៏ភ្ញៀវទេសចរមកលេងដូចខ្ញុំបាយអូអ្នកបបក់តើបងប្អូនព្រោះអីគ្មានដងបបក់មានអីអញ្ចឹងណាគាត់អ្នកបបក់ទេ vậy tới nhưng thoát ra đấy mong vì tận nút tập po mà đó thực lẽ mong chẳng ai bông phong miền ai dia thà chẳng ai vì chẳng ai pan bị khinh địa chẳng á ô chỉ mới tới speed này nhẹ bông phong em à ô em àเนี่ยก็พัดมาโต๊ะcáiตกในแต่เลยฉลองตอนติดเต้เรียนชาวบ้านมาวิ่ง เ
តុកម៉ូតូមើលខ្ញុំខំឲ្យសញ្ញាថាឈប់ហើយខ្ញុំដើរទៅថតខ្ញុំថាខំធ្វើសញ្ញាឲ្យឈប់ហើយចាំខ្ញុំដើរទៅថតអូខេតោះឥឡូវហៀមកមិនបាច់ថតអីទេអញ្ចឹងចុយស្អីគេលន់កាក់ងាត់ហ្នឹងបាទមានទឹកឯងបងទឹកមានតែវាយមានតិចតែមើលតិចចឹងតាមផ្លូវហ្នឹងគេដែរមកទេបងដែរមកអូខេឥឡូវខ្ញុំទុកម៉ូតូនៅនេះហើយយើងដើរទៅកន្លែងទឹកធ្លាក់គេហៅទឹកធ្លាក់ជើងភ្នំទំព័រហើយខាងនេះគឺមានបន្ទប់ទឹកនេះបងប្អូននិយាយទៅអាចនឹងមានទឹកប៉ុន្តែគាត់ថាអាចនឹងតិចគាត់ថាបានហើយព្រោះដោយសារតែវាអត់ភ្លៀងអញ្ចឹងណាបងប្អូនតែកាឡូវាភ្លៀងពីយប់មិញឬក៏ពីល្ងាចអីយើងមិនដឹងដែរណាប៉ុន្តែបើតាមផ្លូវមកមិញគឺអត់ភ្លៀងទេគឺមេឃស្រឡះដូចបងប្អូនឃើញអញ្ចឹងមេឃស្រឡះមេឃលក្ខណៈសតុំតែគាត់ថាវាអត់ភ្លៀងអញ្ចឹងណាបងប្អូននិយាយទៅបើយើងនិយាយពីទេសភាពតាមផ្លូវនេះបងប្អូនអាចឃើញហ្នឹងមានដើមចេះដូចក្តារអញ្ចឹងអានេះដូចក្តារមានខ្លះដូចក្តារមានខ្លះដូចស្តៀងស្អីគេល្មៀតអីដើមអញ្ចឹងនឹងដើមអីហើយមានដើមចេកដែរបងប្អូននេះដើមចេកដែរបងប្អូននេះសាច់ចេកព្រៃតែគាត់ថាខ្ញុំមកកាលមុនចេកនៅទូចទៀបជាងខ្ញុំតែឥឡូវវាខ្ពស់ជាងខ្ញុំនេះអានេះលឿនជាងឯងទៀតហើយលូតលាស់លឿនជាងឯងទៀតនេះខ្ញុំមកកាលមុនតែខ្ញុំនិយាយលេងថានេះដូចកទួតនេះបងប្អូនផ្លែគេបងប្អូនស្គាល់ហើយអានេះដូចផ្កាផ្លែបន្តិចដូចផ្កាបន្តិចអីមកចឹងលក្ខណៈចឹងចឹងនិយាយចឹងណាហើយស្ថានភាពផ្លូវដើរចូលនេះបងប្អូនព្រៃហ្នឹងណាឮសូរសំឡេងទឹកអីហ្នឹងនេះព្រៃចេកទេបងប្អូនតែចេកនេះមិនមែនចេកស្រុកទេណាចេកព្រៃយើងអាចញ៉ាំបានដែរនិយាយទៅផ្លែវាទំហំវាគឺយ៉ាជួយផ្លែធំហ៎ផ្លែស្គាល់ផ្លែអត់មិញខ្ញុំចង់និយាយពីចេកព្រៃគឺដូចប្រភេទដូចផ្លែវាត្រង់ទ្រាយរូបរាងពណ៌សម្បុរអីដូចចេកពងមាន់ណាបងប្អូនតែគាត់ថាវាយើងញ៉ាំបានតែសោះក្របយកមែនតើហ្មងពេញមួយសាច់ហ្នឹងគឺក្របហ្មងតែបើថាយើងគ្រាន់ជប់យកជាតិអូខេអាហ្នឹងគឺអែមហ្មងហើយនេះផ្ទាំងថ្មអែមនេះទឹកមានបន្តិចតិចតែគាត់ថាមកដល់ហើយស្ដាយកុំឲ្យថាយើងមិនបានដើរមកអីចឹងណានេះមកដល់ហើយដល់កន្លែងដើមឈើបាក់កាលពីវីដេអូមុនខ្ញុំធ្លាប់បានថតដែរអូយដើរតែបន្តិចមិនទាន់បាន1នាទីផងហើយហត់បាត់ហើយដកដង្ហើមខឹសបាត់ហើយដើរទៅដល់មកជុំលឺសូឲ្យទឹកជុំបើវាអត់អាហ្នឹងទឹកមានតែពេលភ្លៀងទេទឹកមានពេលភ្លៀងយើងចាំភ្លៀងមកចាំនិយាយវាមានខ្លាំងតែពេលភ្លៀងចុចបាត់ផ្លូវបើហ្នឹងនោះទឹកអូដើមឈើបាត់ផ្លូវហ្នឹងហើយនេះបងដើមឈើបាត់ផ្លូវបាត់យើងទៅមកកើតនេះតដើរតាមនេះនោះទឹកអត់ឃើញអត់ឃើញទឹកធ្លាក់ទឹកមួយញុចជូទឹកវាមានតែពេលភ្លៀងថ្ងៃកុយអាណាមកហ្នឹងមិនថ្ងៃខ្ញុំមកដែរតែទឹកចេញយ៉ាអត់ទេគាត់ឡើងភ្នំខ្ញុំមានឡើងណាខ្ញុំមកតែតាមនេះណាហ្នឹងហើយដូចជន់តំពហ៎គាត់ឡើងតំពហ៎ហ្នឹងមិនតំពហអានេះជើងភ្នំអត់ដឹងដែរបើមនុស្សមិនដែរបានមកផងហ្នឹងមិនថាស្រីវ៉ាអូនោះទឹកអែមបងប្អូនឡាតែសំខាន់នេះវាបាក់ឡើងបាត់ផ្លូវនេះបាត់ផ្លូវអត់លេង
ពីណា នោះអត់លើស្មាតផ្ទះបងស្រឡាញ់មានទឹកអញ្ចឹងហីចុះមិនអីបងប្អូនមើលគេជួយកាន់អាយ៉ាជួយកាន់កាមេរ៉ាតិចមើលល្អស្លាឲ្យបើជើងប្រឡាក់ខោស៊ីនខោលយអស់ដើមឈើនេះហ្នឹងហើយដើរតាមដើមឈើមកឥឡូវខ្ញុំរកផ្លូវដើរវៀងទីសិនវាបាក់លុបផ្លូវមកបោះតង់អែមហ៎បាទម៉េច បងតាំងបងនៅលើនោះតែបងនៅដុំនេះលៀងមកបាល់ឡើយ បោះកន្លែងបន្ទប់ទឹក ហ្នឹងបងគៀនសុបទៅ ហើយមកលេងដើរមកលេងទឹកនេះទឹកត្រជាក់អែមហ៎ទឹកស្អាតទៅណាបងប្អូននេះអត់ទេបើជើងនេះពាក់អត់ស្រួលទេបងសាឡានេះអារម្មណ៍ដើរអត់ស្រួលអូជើងយើងមិនមែនជើងឡើងភ្នំហ៎យ៉ាប់ជើងក្រោះផងអូទឹកបែកមេឃសាខាយតែទឹកថ្លាល្អណាស់ហៀ ហ្នឹងហើយភាសានេះគាត់មានមកចូលមកលេងដែរគឺថាម៉េច អត់សូវមានអ្នកមកហ្នឹងហើយនេះបងប្អូនវ៉ាវដើមឈើនេះស្អាតទេបងប្អូននេះដើមឈើធំមែនទេណាអានេះពេលភ្លៀងវានឹងឡើងទឹកនេះអស់ពេញហ្មងអញ្ចឹងស្អាតអានេះបើយើងមកចង់ងូចអែមនេះមកភិកនិចនេះទឹកប៉ុណ្ណឹងបងប្អូនអើយហ្នឹងតែសំខាន់នៅតែមានបកគោលមួយចំនួនដែលអត់យល់ពីបរិស្ថានសោះយកដបទឹកសុទ្ធមកចោលហើយនេះមានកំប៉ុងប៊ីយ៉ាទៀតតែដើមឈើនេះធំណាស់បងប្អូនអើយធំប៉ុណ្ណាណៃហ្មងនេះមើលក្រៅគល់វាធំនឹងគល់នេះដោយសារវាអោបថ្មធំមួយនោះនេះហ៎អញ្ចឹងយើងធ្វើមើលទៅឃើញដើមឈើនោះដូចធំសម្បើមដោយសារតែឬវាស្រោបដើមឈើលើដូចជាគ្មានទឹកទេមែនទេយើងមើលតែជើងភ្នំនឹងឯងតែទឹកធ្លាក់នេះគេហៅថាទឹកធ្លាក់ជើងភ្នំទំព័របងប្អូនហើយជាក់ស្ដែងនៅពេលបើក្រោយភ្លៀងណាគឺទឹកតនេះគឺហូរមកពេញហ្មងហើយអានេះវាហូរមកពេញគឺស្អាតមែនតើខ្ញុំធ្លាប់បានមកចំពេលក្រោយភ្លៀងណាគឺស្អាតខ្លាំងណាស់បងប្អូនហើយទឹករងបែកខ្ចាយហ្មងតែគាត់ថាយើងមកលេងបើយើងចង់ងូចចង់អីទឹកប៉ុណ្ណេះស្រួលងូចវាថ្លាល្អហើយមើលទឹកធ្លាក់មកធ្វើដូចម៉ាស្សាមានកន្លែងអង្គុយតែដោយសារតែខ្ញុំអត់មានពេលវេលាគ្រប់គ្រាន់ក្នុងការមកអង្គុយងូចទឹកងូចអីចឹងណាព្រោះខ្ញុំត្រូវទៅជួបជុំមិត្តភក្តិនៅប្រម៉ោយចឹងណាចឹងហើយបានជាសម្រាប់វីដេអូនេះគឺទឹកធ្លាក់ជើងភ្នំទំព័រគឺជូនបងប្អូនមកមើលតែប៉ុណ្្នឹងទេហើយចាំឱកាសក្រោយខ្ញុំនឹងមកផលិតវីដេអូនៅនេះបន្ថែមទៀតតោះឥឡូវខ្ញុំជូនបងប្អូនតាណាដើរទៅវិញចឹងណាបងប្អូននេះអូខេអញ្ចឹងសម្រាប់វីដេអូអេពីសូតឬក៏វីដេអូភាគ1នេះគឺសន្មតថាចប់ប៉ុណ្ណឹងហើយចាំជួបគ្នានៅវីដេអូភាគ2ទាំងអស់គ្នាបាយ